សួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាវីដេអូថ្មីហើយវីដេអូមួយនេះខ្ញុំផ្ញើជូនទៅបងប្អូនទាំងឡាយណាដែលគាត់ចាប់អារម្មណ៍ទៅលើវិស័យសុខាភិបាលដែលយើងតែងតែឮថាបងខ្ញុំចង់រៀនពេទ្យឬក៏គាត់តែងតែនិយាយទៅកាន់ម៉ាក់ប៉ាគាត់ថាម៉ាក់ប៉ាខ្ញុំចង់ក្លាយជាគ្រូពេទ្យអញ្ចឹងវីដេអូមួយនេះខ្ញុំនឹងពន្យល់គាត់ថាតើគ្រូពេទ្យជាអ្នកណាបើយើងនិយាយជារួមជាប់តាក់ទងទៅនឹងពេទ្យគឺជាក្រុមមនុស្សទាំងឡាយណាដែលគាត់សិក្សាទៅលើរូបរាងកាយរបស់មនុស្សហើយការសិក្សារបស់គាត់ហ្នឹងគឺផ្ដោតទៅលើជាប់តាក់ទងទៅនឹងការព្យាបាលជាប់តាក់ទងទៅនឹងការថែទាំជាប់តាក់ទងទៅនឹងការការពារហើយនឹងជាប់តាក់ទងទៅលើការអភិវឌ្ឍវិស័យឱសថដើម្បីយកមកព្យាបាលឬក៏ការពារទៅលើជំងឺទាំងឡាយណាដែលកំពុងតែកើតឡើងនាពេលបច្ចុប្បន្នឬក៏យកទៅព្យាបាលការពារទៅលើជំងឺទាំងឡាយណាដែលនឹងកើតឡើងនៅពេលអនាគតអញ្ចឹងខ្ញុំសង្ឃឹមថានៅពេលដែលបងប្អូនគាត់បានមើលវីដេអូនេះគាត់នឹងយល់ថាតើបងពេទ្យអ្នកគ្រូពេទ្យឬក៏កញ្ញាពេទ្យដែលគាត់តែងតែចង់ក្លាយជានឹងជាអ្នកណាហើយជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូននឹងជួយចែករំលែកវីដេអូមួយនេះទៅកាន់បងប្អូនដទៃទៀតដែលគាត់កំពុងតែរៀននៅវិទ្យាល័យបងប្អូនដទៃទៀតដែលគាត់នៅតាមជនបទហើយគាត់ខ្វះខាតនៅព័ត៌មានមួយចំនួនដើម្បីយកមកសម្រេចចិត្តយកទៅសម្រេចចិត្តក្នុងការជ្រើសរើសមុខជំនាញទៅសិក្សានៅសាកលវិទ្យាល័យហើយវីដេអូបន្ទាប់ខ្ញុំនឹងនិយាយផ្នែកនីមួយៗនៃវិស័យពេទ្យដែលក្នុងនោះមានដុកទ័រមាន pharmacy ដែលយើងហៅថាឱសថការីហ្នឹងហើយមានគិលានុបដ្ឋាកមានឆ្មបមានផ្នែកមន្ទីរពិសោធន៍អញ្ចឹងបើសិនជាបងប្អូនចង់ដឹងពីផ្នែកនីមួយៗតាមដាននៅវីដេអូក្រោយអរគុណបងប្អូនទាំងអស់គ្នា